ម្យ៉ាងទៀតព្រះអានន្ទពោលពាក្យនេះថាឥតិដែលសម្ដែងដោយយោនិសោមនសិការតាមន័យដែលពោលហើយនោះឯងទៅស្មើគ្នានឹងការសម្ដែងថាធម៌ទាំងនេះខ្ញុំបានសម្លឹងដោយចិត្តគិតគូរហើយដោយទិដ្ឋិអធិប្បាយថាបរិយត្តិធម៌ទាំងឡាយដែលបុគ្គលតាមសម្លឹងដោយចិត្តដោយន័យជាដើមថាព្រះមានព្រះភក្ត្រត្រាស់ក្នុងសូត្រនេះត្រាស់សមាធិក្នុងសូត្រនេះត្រាស់បញ្ញាក្នុងសូត្រនេះក្នុងសូត្រនេះមានអនុសន្ធិប៉ុណ្ណោះដែលបុគ្គលកំណត់រូបធម៌និងអរូបធម៌ដែលពោលក្នុងសូត្រនោះដោយល្អដោយន័យជាដើមថារូបយ៉ាងនេះរូបមានប៉ុណ្ណោះហើយគិតដោយទិដ្ឋិដែលតេទងនឹងការត្រេះរិះទៅតាមអាការៈដែលបានស្ដាប់តមកដែលអត់ធន់ចំពោះការសម្លឹងពិនិត្យនៃធម៌ពោលគឺញាតបរិញ្ញារមែងនាំប្រយោជន៍និងសេចក្តីសុខមកឲ្យទាំងដល់ខ្លួននិងដល់អ្នកដទៃព្រោះព្រះអានន្ទការពោលពាក្យថាសតាំងនេះដែលសម្ដែងដល់ការប្រកបក្នុងការស្ដាប់ទៅស្មើគ្នានឹងការសម្ដែងធម៌ជាច្រើនដែលខ្ញុំស្ដាប់រួចទ្រទ្រង់បានសន្សំដោយវិចារហើយអធិប្បាយថាការស្ដាប់ការចាំនិងការសន្សំបរិយត្តិធម៌តេទងនឹងការផ្ទៀងសោតស្ដាប់ព្រះអានន្ទសម្ដែងការបរិបូរណ៍នៃអដ្ឋៈនិងព្យញ្ជនៈដោយធម្មសភាវៈដែលព្រះមានព្រះភក្ត្រត្រាស់ល្អហើយទាំងពីរនោះទើបធ្វើឲ្យអ្នកស្ដាប់កើតនៅការអើពើក្នុងការស្ដាប់ពិតហើយបុគ្គលការមិនស្ដាប់ធម៌ដែលបរិសុទ្ធដោយអដ្ឋៈនិងព្យញ្ជនៈជាបុគ្គលឆ្ងាយចាកប្រយោជន៍ធំព្រោះហេតុនោះអ្នកសិក្សាក៏បីញ៉ាំងសេចក្តីអើពើឲ្យកើតហើយស្ដាប់ធម៌ចោះ